សុវត្ថិភាពម្ហូបអាហារមិនមែនត្រឹមតែការរក្សាអនាម័យនោះទេតែវារួមបញ្ចូលទាំងរបៀបរៀបចំនិងចម្អិនផងដែរអាហារមួយចំនួនដែលយើងតែងតែទទួលទានប្រចាំថ្ងៃអាចមានផ្ទុកនូវសារធាតុបង្កគ្រោះថ្នាក់ដោយធម្មជាតិហើយសារធាតុទាំងនោះនឹងក្លាយជាជាតិពុលប្រសិនបើពួកវាត្រូវបានរៀបចំឬចម្អិនដោយមិនត្រឹមត្រូវតាមក្បួនខ្នាតសូមក្រឡេកមើលអាហារ5មុខដែលអ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ 1. ដំឡូងមីសារធាតុគ្រោះថ្នាក់ដំឡូងមីឆៅមានផ្ទុកសារធាតុម្យ៉ាងហៅថា cyanogenic glycosides គ្រោះថ្នាក់សារធាតុនេះអាចបំផ្លែងទៅជាសារធាតុប៉ូស៊ីយ៉ានូដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតប្រសិនបើចម្អិនមិនបានត្រឹមត្រូវរបៀបការពារត្រូវតែបកសម្បកឲ្យស្អាតល្អត្រាំទឹកនិងស្ងោរវាឲ្យបានឆ្អិនល្អមុននឹងទទួលទាន 2. សណ្តែកក្រហមឆៅសារធាតុគ្រោះថ្នាក់សណ្តែកក្រហមឆៅមានផ្ទុកសារធាតុ lectin មួយប្រភេទគឺ phytohemagglutinin គ្រោះថ្នាក់ការបរិភោគសណ្តែកក្រហមឆៅឬមិនទាន់ឆ្អិនត្រឹមត្រូវអាចបណ្ដាលឲ្យមានការពោលស្រួចស្រាវដែលមានរោគសញ្ញាដូចជាចង្អោរក្អួតនិងរាគរបៀបការពារត្រូវតែត្រាំវាក្នុងទឹកឲ្យបានយ៉ាងហោចណាស់5ម៉ោងហើយយកទៅស្ងោរក្នុងទឹករំពុះយ៉ាងតិចបំផុត10នាទីដើម្បីបំផ្លាញសារធាតុ lectin នេះ 3. ទឹកឃ្មុំឆៅចំពោះទារកសារធាតុគ្រោះថ្នាក់ទឹកឃ្មុំឆៅអាចមានផ្ទុកបាក់តេរី Botulism spores គ្រោះថ្នាក់បាក់តេរីនេះអាចបង្កឲ្យកើតជំងឺ Botulism ដែលប៉ះពាល់ដល់សរសៃប្រសាទជាពិសេសគឺចំពោះទារកអាយុក្រោម1ឆ្នាំដោយសារប្រព័ន្ធរំលាយអាហាររបស់ពួកគេនៅខ្សោយរបៀបការពារសូមជៀសវាងផ្ដល់ទឹកឃ្មុំគ្រប់ប្រភេទទាំងឆៅនិងចម្រោះដល់ទារកក្នុងវ័យនេះ 4. សណ្តែកដីចំពោះអ្នកមានអាឡែស៊ីសារធាតុគ្រោះថ្នាក់ប្រូតេអ៊ីនធម្មជាតិនៅក្នុងសណ្តែកដីគ្រោះថ្នាក់សណ្តែកដីគឺជាមូលហេតុចម្បងមួយនៃការអាឡែស៊ីអាហារធ្ងន់ធ្ងរចំពោះអ្នកដែលមានប្រតិកម្មអាឡែស៊ីសូម្បីតែបរិមាណតិចតួចក៏អាចបណ្ដាលឲ្យមានប្រតិកម្មអាណាហ្វីឡាក់ទិកដែលជាស្ថានភាពគំរាមកំហែងអាយុជីវិតរបៀបការពារអ្នកមានអាឡែស៊ីត្រូវតែជៀសវាងទាំងស្រុងនិងពិនិត្យស្លាកសញ្ញាអាហារឲ្យបានច្បាស់លាស់ 5. សាច់ជ្រូកឆៅឬមិនទាន់ឆ្អិនសារធាតុគ្រោះថ្នាក់ Parasit Trichinella គ្រោះថ្នាក់ការទទួលទានសាច់ជ្រូកឆៅឬមិនទាន់ឆ្អិនត្រឹមត្រូវអាចបង្កើនហានិភ័យនៃការឆ្លងមេរោគប៉ារ៉ាស៊ីតនេះដែលអាចបណ្ដាលឲ្យកើតជំងឺ Trichinellosis ដែលមានរោគសញ្ញាដូចជាឈឺសាច់ដុំគ្រុនក្តៅនិងឈឺពោះរបៀបការពារត្រូវចម្អិនសាច់ជ្រូកឲ្យឆ្អិនទាំងស្រុងកម្ដៅខាងក្នុងត្រូវដល់145-63 ខមុននឹងទទួលទាន